Bà xưa sẽ tạo khíaនៅក្នុងវីដេអូនេះយើងមកសិក្សាអំពីសំឡេងបាទរបស់អក្សរ A ហើយនឹងទម្រង់មួយទៀតគឺ A ដល់ E ណាជាងមានន័យថាចន្លោះកន្លែងនេះអាចមានតួព្យញ្ជនៈផ្សេងអាស្រ័យពាក្យជាក់ស្ដែងអូខេតើអ្នកគ្នាក៏លេខមកមើលចំណុចទី1បាទ A របស់យើងនេះមានសំឡេង A អូខេមានសំឡេង A ណាតើអ្នកគ្នាមកមើលពីឧទាហរណ៍បាទ A នេះសនហ A A T Tចឹង h a t hat hat អូខេ hat យើងសំដៅលើមួកណាអូខេតើអ្នកគ្នាមកមើលពាក្យបន្តទៀតមក m អូខេ a នេះស្រៈ a d d ណា m a d mad mad អូខេ mad យើងសំដៅទៅលើការខឹងណាតើអ្នកគ្នាមកមើលចំណុចមួយទៀតបាទយើងមានអក្សរ a ហើយដល់ e ណាចឹងមានន័យថានៅចន្លោះកណ្ដាលនេះគឺអាចមានតួព្យញ្ជនៈផ្សេងហើយទម្រង់បែបនេះគឺមានសំឡេង A អូខេតើអ្នកគ្នាមកមើលពាក្យឧទាហរណ៍ជាក់ស្ដែងណា A នេះសនហអ្នកគ្នាបាទយើងហៅថា A ប្រឡែង E នេះក៏បានដែរស្រៈ A T T H A T hate hate អូខេ hate យើងសំដៅលើការស្អប់ណាតើអ្នកគ្នាមកមើលពាក្យចុងក្រោយ M អូខេ A ប្រឡែង E ស្រៈ A D D M A D made made អូខេ made យើងសំដៅលើរបស់ដែលបានផលិតហើយអូខេអញ្ចឹងនៅក្នុងវីដេអូនេះទាំងអស់គ្នាយើងសិក្សាពីចំណុចណាគឺអក្សរ A មានសំឡេង A ហើយនឹង A ដល់ E គឺមានសំឡេង A ហើយទាំងអស់គ្នាអាចយកទម្រង់នេះទៅសង្កល់ពាក្យផ្សេងបានណាអញ្ចឹងចំណុចទី1ទាំងអស់គ្នាពេលដែលទាំងអស់គ្នាឃើញទម្រង់3អក្សរបែបនេះណាហើយ A នៅកណ្ដាលបែបនេះគឺយើងគ្រាន់តែស្វែងយល់អំពីអក្សរខាងដើមហើយនៅខាងចុងទៅគឺយើងអាចប្រកបបានh a t hat ហើយទាំងអស់គ្នាមកមើលចំណុចទី2បាទទម្រង់រំលងបែបនេះណាអក្សរ A ហើយរំលងមួយមកកណ្ដាលនេះគឺមានតួព្យញ្ជនៈអញ្ចឹងយើងគ្រាន់តែស្វែងយល់សំឡេងព្យញ្ជនៈទៅហើយយើងចាំថាទម្រង់បែបនេះមានសំឡេង A ទៅយើងប្រកបអានពាក្យបានហើយh a t hate hate អូខេបែបហ្នឹងណា